ថ្ងៃនេះមកស្រាយចម្ងល់បងប្អូនយើងថាសុកមិនក៏ឃើញវងស៊ីមកធ្វើការដល់ពេទ្យថ្មិញហើយសួរថាបើកពេទ្យថ្មិញយូរនៅក៏ប៉ុន្តែពេទ្យថ្មិញខ្មែរទីបើកយូរឆ្នាំដែរតែខ្ញុំតែបានផ្សព្វផ្សាយទេអញ្ចឹងណាហើយឥឡូវនេះយើងចាប់ដើមរៀបចំវាយ៉ាងវិញហើយយើងក៏មានភ្ញៀវតែកំពុងតែគ្រប់គ្រងសេវាកម្មពេទ្យថ្មិញចេញពីពេទ្យថ្មិញខ្មែរទីយើងដែរហើយមួយខែកន្លងទៅនេះគឺយើងចំណាយពេលច្រើនមែនតើសម្រាប់ការរៀបចំវាឡើងវិញទៅនឹងទី1ទៅនឹងបន្ទប់ព្យាបាលរបស់យើងបន្ទប់ទូភ្ញៀវរបស់យើងហើយអ្វីដែលសំខាន់បំផុតគឺបន្ទប់អ៊ីសារ៉េក៏ដូចជាបន្ទប់ទឹកសម្រាប់ភ្ញៀវដែរអញ្ចឹងយើងចំណាយពេលជិត1ខែដោយសារតែហេតុអីក៏ទៅរៀបចំវាឡើងវិញបើយើងនិយាយទៅយើងទៅនឹងបាត់ចិត្តរបស់យើងដែរហើយឥឡូវយើងទៅតែមានតែការគ្រប់គ្រងសម្រាប់ការរៀបចំវាកាន់តែល្អជាងមុនឆ្ងាយអញ្ចឹងយើងសុខចិត្តចំណាយពេល1ខែក្នុងការរៀបចំវាអញ្ចឹងយើងតម្លើងឧបករណ៍ផ្សេងរួមទៅរៀបចំពេទ្យនេះហើយគឺយូរមែនតើហើយសួរថាពេទ្យថ្មិញខ្វះទីនៅណាគឺយើងនៅកាកាទេនៅចេញពី stop century មកបន្តិចទេជាមួយខ្ញុំតម្លាក់ location នៅក្នុង comment ឲ្យហើយក៏អរគុណច្រើនមែនតើសម្រាប់បងប្អូនដែលស៊ូនាំព័ត៌មានទៅនឹងការធ្វើថ្មិញក៏ដូចជាទីតាំងសម្រាប់ពេទ្យថ្មិញខ្មែរទីយើងណាហើយអរគុណច្រើនបងហើយឥឡូវយើងបានរៀបចំឲ្យ 100% ហើយបងប្អូនអាចអញ្ជើញមកគ្រប់គ្រងបានណាអញ្ជើញមកពិនិត្យព្យាបាលជំងឺមាត់ថ្មិញនៅទីនេះបានហើយក៏អរគុណដែរសម្រាប់ការគ្រប់គ្រងហើយបើសិនជាបងប្អូនអញ្ជើញមករកផ្លូវអត់ឃើញទេបងប្អូនអាចឆាតខ្ញុំតាមឆាតរបស់ខ្ញុំបានខ្ញុំនឹងដាក់ link Telegram របស់ខ្ញុំក៏ដូចលេខទូរស័ព្ទទំនាក់ទំនងបងប្អូនអាចអញ្ជើញមកតាម location ដែលខ្ញុំបោះឲ្យបានណា